บางคนในซาตประมาณไงนี่ยมโอ้อดพอดมันทา Facebook หรือติ๊กต็อกแต่คือโอ้อดพอดเตะตรงชั่วโมงนึงเรื่องทุเรียนจังไงได้ยังมองเยเรื่องทุเรียนติทุเรียนภาษาไทยเกณฑ์ยธาทุเรียนแปลថាทุเรียนจังบ่ซันជាทุเรียนនឹងមានសារជាតិគីមីច្រើនមានសារជាតិគីមីច្រើនគេនិយាយថាทุเรียนนี้มีเคมีเยอะแปลថាមានសារធាតុគីមីច្រើនឬបើសិនតែយើងឮពាក្យមួយទៀតគេនិយាយថាมีสารพิษเยอะก็คือតែបើសិនជាជាតិពុលខ្មែរយើងប្រើពាក្យថាជាតិពុលភាសាថៃយើងអាចនិយាយថាสารพิษอันนึงก็คือแปลថាជាតិពុលឬសារធាតុពុលปลอดสารพิษก็คือមានន័យថាវាអត់មានសារជាតិគីមីទេបើយើងប្រែតាមភាសាថៃគេថាវាផុតពីសារជាតិគីមីប៉ុន្តែបើភាសានិយាយពាក្យថាปลอดสารพิษមានន័យថាគ្មានសារធាតុគីមីឬគ្មានសារធាតុពុលចានេះគឺជាពាក្យខ្លីៗដែលយើងនិយាយនៅក្នុងคลิปវីដេអូនេះហើយបងប្អូនទាំងអស់គ្នាតែងតែឃើញហើយអ្នកគ្រូចែករំលែកតាក់ទងជាមួយនឹងថ្នាំក្រមុំដែលប្រើប្រាស់ទៅលើការព្យាបាលទៅលើបញ្ហាស្បូនរមាស់ស្បូនធុំក្លិនស្បូនមិនស្អាតឬមួយក៏សម្លៀកបំពាក់អសាបละដោយសារតែធ្លាក់សបងប្អូនអាចប្រើប្រាស់នេះបានចាមួយគ្រាប់គឺដឹងរឿងតែម្ដងប្រើអស់តាមកំប៉ុងគឺធ្លាក់សធម្មតាគឺជាហើយអត់ចាំបាច់ប្រើដល់កំប៉ុងទី2ទេអ្វីដែលសំខាន់ធ្វើឲ្យស្បូនរបស់យើងគឺស្អាតដូចដែលយើងនៅកាលពីក្មេងវ័យត្រឡប់មកវិញអរគុណ